សេចក្តីបំភ្លឺព័ត៌មានរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាមស្តីពីការចុះផ្សាយរបស់ទំព័រ Facebook កងមារ News TV Online ថ្មីនេះមានការចុះផ្សាយនៅលើទំព័រ Facebook កងមារ News TV Online ដែលបានលើកឡើងថាអាជីវករពិឃាតសាច់ជ្រូកគោទូទាំងស្រុកស្រីសន្ធរបានអះអាងដូចគ្នាថាលោកតាន់វុធីពេទ្យសប្បុរសប្រចាំស្រុកតម្រូវឲ្យអាជីវករបង់លុយជ្រូកមួយក្បាលចំនួន 3,500 រៀលនិង 15,000 រៀលសម្រាប់គោមួយក្បាលថែមទាំងកាត់យកសាច់គោសាច់ជ្រូកចាប់ពីកន្លះគីឡូរហូតដល់1គីឡូជារៀងរាល់ថ្ងៃទៀតផងឆ្លើយតបទៅនឹងការចុះផ្សាយខាងលើមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាមបានអញ្ជើញមន្ត្រីជំនាញពាក់ព័ន្ធមកបំភ្លឺនិងបានរកឃើញលទ្ធផលថាលោកតាន់វុធីមន្ត្រីផលិតកម្មនិងបសុព្យាបាលនិងជាភ្នាក់ងារប្រមូលចំណូលប្រចាំស្រុកស្រីសន្ធរដែលទទួលស្គាល់ដោយរដ្ឋបាលខេត្តកំពង់ចាមបានបញ្ជាក់ថាមិនបានប្រមូលថវិកាខុសច្បាប់ចំនួន 3,500 រៀលសម្រាប់ជ្រូកមួយក្បាលនិង 15,000 រៀលសម្រាប់គោមួយក្បាលដោយការចុះផ្សាយឡើយប៉ុន្តែមានការប្រមូលចំណូលទៅតាមការកំណត់ក្នុងច្បាប់ដូចមានចែងនៅក្នុងប្រការរួមរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទយ៉ាងណាក៏ដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសូមបញ្ជាក់ថាប្រសិនបើបងប្អូនអាជីវករមានភស្តុតាងជាក់ស្ដែងថាមានការប្រមូលចំណូលលើពីការកំណត់ក្នុងច្បាប់សូមផ្ដល់ភស្តុតាងនោះមកមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាមដើម្បីមានវិធានការចំពោះមន្ត្រីអនុវត្តខុសច្បាប់ជាមួយគ្នានេះមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាមក៏សូមជម្រាបជូនសាធារណជននិងអ្នកសារព័ត៌មានមេត្តាជ្រាវអំពីនីតិវិធីច្បាប់ដែលប្រមូលចំណូលសេវាត្រួតពិនិត្យអនាម័យសត្វសាច់និងផលិតផលមានដើមកំណើតពីសត្វនិងសត្វឃាតដ្ឋានដែលមានដូចខាងក្រោម 1. ការដឹកជញ្ជូនសត្វរស់ចូលក្នុងសត្វឃាតដ្ឋានត្រូវតែមានវិញ្ញាបនបត្រអនាម័យសត្វនិងផលិតផលសត្វសម្រាប់ធ្វើចរាចរណ៍ក្នុងផ្ទៃប្រទេសដែលចេញដោយមន្ត្រីជំនាញនិងអាជ្ញាធរខេត្តតាមរយៈការស្នើសុំសេវានេះនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានីខេត្ត 2. ពេលពិឃាតសត្វនិងដើម្បីអាចយកសាច់សត្វទៅលក់លើទីផ្សារបានត្រូវឆ្លងកាត់ការត្រួតពិនិត្យទៅលើអនាម័យសត្វសាច់និងផលិតផលមានដើមកំណើតពីសត្វនៅសត្វឃាតដ្ឋាននិងតម្រូវឲ្យបង់សេវាត្រួតពិនិត្យនេះទៅតាមប្រកាសរួម1013សូហវរកចុះថ្ងៃទី20ខែធ្នូឆ្នាំ2012របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដូច្នេះមន្ត្រីផលិតកម្មនិងបសុព្យាបាលដែលមានការចាត់តាំងទទួលស្គាល់ដោយច្បាប់ភ្នាក់ងារសុខភាពសត្វភូមិមានភារកិច្ចចុះត្រួតពិនិត្យទាំងការដឹកជញ្ជូនសត្វរស់ចូលក្នុងសត្វឃាតដ្ឋាននិងការពិឃាតសត្វនៅទីសត្វឃាតដ្ឋានស្របតាមកំណត់របស់ច្បាប់មន្ត្រីផលិតកម្មនិងបសុព្យាបាលក៏តម្រូវឲ្យកាត់យកសំណាក់សាច់សត្វសម្រាប់ជាភស្តុតាងនៃការត្រួតពិនិត្យផងដែរមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាមសូមស្នើដល់អ្នកសារព័ត៌មាននិងសាធារណជនពិសេសអាជីវករដែលធ្វើអាជីវកម្មពិឃាតសត្វទាំងអស់រួមគ្នាគោរពច្បាប់ឲ្យបានម៉ឺងម៉ាត់ដើម្បីធានាបាននូវការចរាចរណ៍សាច់សត្វនិងផលិតផលមានដើមកំណើតពីសត្វដែលមានគុណភាពនិងចូលរួមលើកកម្ពស់សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋអាស្រ័យហេតុនេះសូមសាធារណជនអ្នកសារព័ត៌មានទាំងអស់ជ្រាបជាព័ត៌មានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាម